បាទនៅក្នុងសប្តាហ៍នេះខ្ញុំមកបន្តលើកយកប្រធានបទផតាំងបញ្យលចែកជូនជាចំណេះដឹងបន្តទៅទៀតនៅក្នុង slide ភាគទី9នៅក្នុងប្រភេទផតាំងផ្ទាល់គឺជាមាតិកាមួយស្ដីអំពីផតាំងជាកំណត់ត្រាសំឡេងតើនិយមន័យនៃកំណត់ត្រាសំឡេងជាផតាំងនឹងមានន័យយ៉ាងដូចម្ដេចអញ្ចឹងគេប្រាប់យើងថានិយមន័យនៃកំណត់ត្រាសំឡេងជាផតាំងគឺជាការថតសំឡេងមានន័យថាជាការកត់ត្រាសំឡេងមួយចេញពីសំឡេងដែលអាចត្រូវបានគេបង្កើតឡើងដោយមិនគិតពីឧបករណ៍ដែលការថតសំឡេងនោះត្រូវបានគេធ្វើឡើងឬដោយមិនគិតពីវិធីសាស្ត្រដែលសំឡេងនោះត្រូវបានបង្កើតឡើងនេះចង់និយាយថាឲ្យតែប្រភេទឧបករណ៍អេເລັກត្រូនិកដែលអាចថតដែលអាចសន្ទនាគ្នាបានដូចជាឧបករណ៍ដូចជាទូរស័ព្ទដៃឬក៏ឧបករណ៍អេເລັກត្រូនិកផ្សេងៗទៀតឬក៏កុំព្យូទ័រជាដើមគឺត្រូវបានគេចាត់ទុកថាសារសំឡេងនោះគឺជាកំណត់ត្រានៃផតាំងមួយដែលត្រូវបានបំរើឬត្រូវបានគ្រប់គ្រងដោយផ្ទាល់ជាផតាំងហើយដូច្នេះនៅក្នុងទីនេះគេប្រាប់យើងទៀតថាសញ្ញាសម្គាល់ជំនួសសំឡេងសញ្ញាសម្គាល់ជំនួសសំឡេងនឹងក៏ត្រូវបានសញ្ញាសម្គាល់ជំនួសសំឡេងមួយនិង CD-ROM មួយគឺជាកំណត់ត្រាសំឡេងណាសញ្ញាសម្គាល់ជំនួសសំឡេងមួយនិង CD-ROM មួយគឺជាកំណត់ត្រាសំឡេងបាទអញ្ចឹងយើងមកមើលថាតើអាសញ្ញាសម្គាល់ជំនួសសំឡេងនឹងវាមានន័យយ៉ាងដូចម្ដេចសញ្ញាសម្គាល់ជំនួសសំឡេងនឹងគឺជាអក្សរមួយឬក៏ជាក្រុមមួយដែលតំណាងឲ្យសំឡេងជាក់លាក់មួយណាមានន័យថាគឺជាអក្សរមួយឬក្រុមមួយនៃអក្សរដែលតំណាងឲ្យការនិយាយឬតំណាងឲ្យសំឡេងជាក់លាក់មួយខ្ញុំឧទាហរណ៍ដូចជាសញ្ញាសម្គាល់នៃសំឡេងនេះវាតាក់ទងទៅនឹងអក្សរដូចជាអក្សរព្យញ្ជនៈឬក៏ស្រៈអីជាដើមដែលយើងហៅថាឧទាហរណ៍ដូចជាកឬខណាភាសាអង់គ្លេសយើងហៅ A ឬ B អីជាដើមអញ្ចឹងអាហ្នឹងវាមានមួយព្យាង្គហើយចាកនិងខអញ្ចឹងវាជាសំឡេងមួយប៉ុន្តែវាមានអាក្រុមមួយទៀតក្រុមប្រភេទអក្សរដែលយើងផ្សំបញ្ចូលគ្នាយើងបង្កើតបានជាពាក្យមួយជាសំឡេងមួយឬពាក្យមួយព្យាង្គឧទាហរណ៍ទៅឧទាហរណ៍ផ្សារឧទាហរណ៍បដូរវាត្រូវតែមានការផ្គុំគ្នារវាងអក្សរដើម្បីបង្កើតបានទៅជាសំឡេងទៅជាពាក្យមួយនេះគឺចង់មានន័យថាដូច្នេះចំណែក CD-ROM នេះវាចេញជាភាសាអង់គ្លេសយើងហៅថា Compact Disc Read Only Memory Compact Disc Read Only Memory នេះគឺយើងចង់សំដៅទៅលើ Disc Optic ណា Disc Optic ដែលដើម្បីដែលរក្សាទុកទិន្នន័យ Digital ដែលកុំព្យូទ័រមួយអាចអានបានណាដែលកុំព្យូទ័រមួយអាចអានបានឬដែលឧបករណ៍អេເລັກត្រូនិកមួយអាចអានបានដោយប៉ុន្តែมันអាចលុបมันអាចផ្លាស់ប្ដូរឬលុបវាចោលបានទេអញ្ចឹងអាហ្នឹងគេហៅថាជាប្រភេទ CD-ROM កាលណាវារក្សាទុកទិន្នន័យនៅក្នុងវាហើយគឺយើងមិនអាចផ្លាស់ប្ដូរឬយើងមិនអាចលុបវាបានទេយើងមានតែគោលបំណងមួយគត់គឺវាអនុញ្ញាតឲ្យយើងអានបានតែប៉ុណ្ណោះប៉ុន្តែมันអាចលុបវាឬក៏ផ្លាស់ប្ដូរវាបានទេនឹងចង់និយាយដូច្នេះផតាំងសារសំឡេងគឺជាវីដេអូជារបាយការណ៍នៃខ្សែអាត់សំឡេងបំរើ
ជាការគ្រប់គ្រងដោយផ្ទាល់ដើម្បីបញ្ជាក់នូវការអះអាងមួយបើសិនជាការសន្ទនាមួយតាមទូរស័ព្ទត្រូវបានកត់ត្រាសំឡេងនៅពេលដែលនរណាម្នាក់គំរាមកំហែងកំណត់ត្រានៃសារសំឡេងនោះគឺជាភស្តុតាងផ្ទាល់មួយដែលចេញពីការគំរាមកំហែងតាមរយៈសារសំឡេងនោះឬកំណត់ត្រារបស់សារសំឡេងនោះរបៀបដែលត្រូវការពារឬក៏របៀបដែលត្រូវត្រៀមទុកកំណត់ត្រាសំឡេងជាភស្តុតាងអញ្ចឹងគេប្រាប់អំពីវិធីដែលយើងការពារឬក៏រក្សាត្រៀមដើម្បីកត់ត្រាសារសំឡេងនោះសម្រាប់ធ្វើជាភស្តុតាងអញ្ចឹងជនល្មើសអាចប្រើបច្ចេកវិទ្យាខុសច្បាប់ដើម្បីយាយីបៀតបៀនផ្លូវភេទបំផិតបំភ័យនិងគំរាមកំហែងបណ្ណសាធារនេះផ្ដល់នៅព័ត៌មានអំពីរបៀបរក្សាទុកនៅសារសំឡេងនិងឬការថតសំឡេងទុកជាភស្តុតាងដូច្នេះនៅក្នុងបណ្ណសាធារនេះនៅក្នុងភស្តុតាង digital គឺខ្ញុំបានបញ្យល់ម្ដងហើយបណ្ណសាធារនេះវាមានពីរប្រភេទសំខាន់ទីមួយវាមានជាប្រភេទ hardware វាមានកន្លែងរក្សាទុកឯកសារជាប្រភេទរឹងប្រភេទទី2គឺវាជាប្រភេទ software ប្រភេទកម្មវិធីទុនគឺទុកនៅក្នុងcomputer ឬក៏ទូរស័ព្ទឬក៏ឧបករណ៍អេឡិចត្រូនិកផ្សេងទៀតអញ្ចឹងនៅក្នុងន័យនេះគេនិយាយសំដៅបណ្ណសាធារនេះគឺនិយាយសំដៅទៅលើទីកន្លែងដែលទុកដាក់ឯកសារជាលក្ខណៈទុនជាលក្ខណៈ software ជាលក្ខណៈនៅក្នុងកម្មវិធីរបស់ឧបករណ៍អេឡិចត្រូនិកចឹងបណ្ណសាធារនេះផ្ដល់នៅព័ត៌មានអំពីរបៀបរក្សាទុកនៅសារសំឡេងនិងឬការថតសំឡេងទុកជាភស្តុតាងបានបាទអញ្ចឹងនៅក្នុងកម្មវិធី software ហ្នឹងគឺដូចយើងបាននិយាយនៅក្នុង CD-ROM អញ្ចឹងណាបាទ CD-ROM ហ្នឹងគឺ compact disk ហ្នឹងកាលណាវាកត់ត្រាសំឡេងរបស់យើងទុកនៅក្នុងហ្នឹងហើយយើងមិនអាចលុបវាចេញពីប្រព័ន្ធរបស់វាបានទេបាទទោះបីជាយើងលុបចេញពីឧបករណ៍របស់យើងក៏ដោយទូរស័ព្ទឬ computer របស់យើងក៏ដោយក៏នៅក្នុង CD-ROM ហ្នឹងគឺយើងមិនអាចទៅលុបវាបានទេមិនថែមទាំងមិនអាចលុបបានទេហើយក៏វាមិនអនុញ្ញាតឲ្យយើងមានការផ្លាស់ប្ដូរវាបានដែរណានៅក្នុង CD-ROM ខាងលើមិញហ្នឹងបាទដូច្នេះតទៅនេះនៅក្នុងចំណុចមួយនៅក្នុងរបៀបដែលត្រូវការពារកំណត់ត្រាសំឡេងទុកជាភស្តុតាងហ្នឹងវាមានចំណុចទី1គឺនិយាយអំពីការត្រួតពិនិត្យសុវត្ថិភាពហ្នឹងហើយអញ្ចឹងការត្រួតពិនិត្យសុវត្ថិភាពហ្នឹងគឺចង់និយាយសំដៅទៅលើទិដ្ឋភាពអ្វីខ្លះសូមគិតអំពីហានិភ័យនៅមុនពេលដែលយើងថតសំឡេងទុកជាភស្តុតាងព្រោះជនល្មើសអាចនឹងត្រួតពិនិត្យឧបករណ៍របស់យើងបានគ្រប់ពេលហើយអាចដឹងថាយើងកំពុងថតសំឡេងនោះទៀតឃើញទេបាទរឿងនេះនាំឲ្យមានការរំលោភបំពានកាន់តែខ្លាំងឬក៏ជនល្មើសអាចលុបសារសំខាន់របស់ពួកគេចោលបានបញ្ហានេះអាចនឹងកើតមានឡើងតាមវិធីផ្សេងដូចខាងក្រោមអញ្ចឹងណាបញ្ហាដែលយើងនិយាយរៀបរាប់ខាងលើអំបញ្ញមិញនេះនៅក្នុងចំណុចទី1នេះវាអាចកើតឡើងតាមវិធីផ្សេងដូចខាងក្រោមវិធីទី
smartphone របស់យើងត្រូវបានគេត្រួតពិនិត្យបាទ smartphone របស់យើងគេត្រួតពិនិត្យហើយប្រសិនបើជននោះណាប្រសិនបើជននោះអាចចូលប្រើប្រាស់បានតាមរយៈពាក្យសម្ងាត់របស់យើងមិនដឹងយ៉ាងមិនដឹងដូចម្ដេចបានជាគេអាចស្គាល់លេខសម្ងាត់របស់យើងឬក៏គេមានជំនាញរាវរកយ៉ាងដូចម្ដេចហ្នឹងគេអាចចូលទៅhack ចូលទៅនៅក្នុងកម្មវិធីទូរស័ព្ទឧបករណ៍របស់យើងទូរស័ព្ទរបស់យើងឬ computer របស់យើងបាទឬក៏ការធ្វេសប្រហែសរបស់យើងការធ្វេសប្រហែសរបស់យើងនេះវាកើតមានឡើងច្រើនណាស់នៅក្នុងបច្ចុប្បន្ននេះសូម្បីតែអ្នកជំនាញខ្លាំងហ្នឹងក៏មានពេលខ្លះនៅចាញ់ល្បិចកលជនល្មើសដែលមានជំនាញដូចគ្នាផងដែរចុះតម្រាំយើងអ្នកធម្មតាដែលគ្មានចំណេះដឹងទាក់ទងនឹង digital នេះឧបករណ៍អេឡិចត្រូនិកបច្ចេកវិទ្យាទំនើបនេះយើងមិនយល់ដឹងអស់ទេតតែគេណែនាំមកប្រាប់យើងហើយយើងមិនធ្វើតាមគេទៀតឧទាហរណ៍ដូចជាខ្ញុំនៅពេលថ្មីនេះនៅក្នុង Telegram មួយ friend របស់ខ្ញុំហ្នឹងគាត់បង្ហោះដែលតំណភ្ជាប់មួយគេហៅ link មួយមកហើយយើងវាភ្លេចដែរបាទវាភ្លេចហើយវាមានការធ្វេសប្រហែសដែរដែលយើងធ្លាប់ទទួលបានការណែនាំតាមបណ្ដាញសង្គមពីស្ថាប័នជំនាញថាណែតំណភ្ជាប់ប្រភេទនេះកុំឲ្យចុចប៉ុន្តែដល់យើងលឿនពេកយើងចង់ដឹងពេកពីព្រោះfriend របស់យើងហ្នឹងគាត់គឺជាមនុស្សដែលម៉ត់ចត់ត្រឹមត្រូវម្នាក់ស្រាប់តែគាត់ផ្ញើអានឹងមកយើងឆ្ងល់យើងចង់ដឹងហើយភ្លេចពិចារណាលឿនពេកចុចពឹបអញ្ចឹងយើងដឹងយើងអាច restore មកវិញបានយើងអាចលុប unfriend គាត់ចោលបានបាទហើយយើងទៅរកប្រាប់ព័ត៌មានដល់គាត់ដើម្បីឲ្យគាត់ពិនិត្យមើលaccount របស់គាត់ដែលគេ log ចូលនោះបាទអញ្ចឹងនៅក្នុងករណីនេះគឺចង់ប្រាប់យើងអញ្ចឹងគឺថាមនុស្សដែលស្គាល់លេខសម្ងាត់របស់យើងលេខករណីលេខសម្ងាត់នៅក្នុងឧបករណ៍របស់យើងឬក៏ករណីដែលយើងធ្វេសប្រហែសដូចខ្ញុំបានលើកឡើងករណីរបស់ខ្ញុំអញ្ចឹងគេអាច log ចូលទៅក្នុងឧបករណ៍របស់យើងឆែកឆេរឧបករណ៍ឆែកឆេរ app ឆែកឆេរលួចលុយលួចកាក់អីរបស់យើងនៅក្នុងគណនីធនាគារអីបាទនឹងគឺវាបណ្ដាលមកពីករណីនេះឯងបាទមួយទៀតជននោះមានន័យថាជនល្មើសនោះស្គាល់លេខសម្គាល់នៃការផ្ទុក iCloud ណាស្គាល់លេខសម្គាល់នៅការផ្ទុក iCloud មានន័យយ៉ាងដូចម្ដេច iCloud នេះគឺកាលពីផុសតាងខ្ញុំលើកយកផុសតាងវីដេអូផុសតាង digital ហ្នឹងបានជម្រាបជូនម្ដងហើយប៉ុន្តែឥឡូវរំលឹកឡើងវិញ iCloud នេះគឺជាមុខងារជាសេវាកម្មផ្ទុកណាគឺជាសេវាកម្មផ្ទុករបស់កម្មវិធី Apple ដើម្បីរក្សាទុកទិន្នន័យរបស់យើងនឹងធ្វើឲ្យទិន្នន័យហ្នឹងកើតឡើងនៅលើឧបករណ៍របស់យើងដោយការផ្ដល់នៅមុខងារស្នូលដូចជា iCloud Drive iCloud Photo វាមាន Drive វាមានជារូបភាពអីជាដើមនឹងការបំរុងទុកនឹងការ backup អីផ្សេងហ្នឹងនៅក្នុងឧបករណ៍របស់យើងដោយស្វ័យប្រវត្តិអានឹងយើងហៅថា iCloud Google Driveគឺមានន័យយ៉ាងដូចម្ដេច Google Drive នេះក៏ខ្ញុំបានលើកជម្រាបជូននៅក្នុងកាលពីបញ្ជូលតកតូននឹងផុសតាង digital ហ្នឹងក៏បានជម្រាបជូនរួចហើយប៉ុន្តែជម្រាបជូនម្ដងទៀត Google Drive នេះគឺជាឧបករណ៍ផ្ទុកទិន្នន័យលើអ៊ីនធឺណិត
ប្រកបដោយសុវត្ថិភាពដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google វាជួយយើងឲ្យរក្សាទុកនៅឯកសារនៅលើអ៊ីនធឺណិតណាបើកពួកវានៅលើឧបករណ៍ណាមួយក៏បាននិងធ្វើការលើពួកវាជាមួយមនុស្សផ្សេងទៀតក៏បានអាហ្នឹងយើងហៅថា Google Drive Dropbox មានន័យយ៉ាងដូចម្ដេច Dropbox ក៏ខ្ញុំបានលើកឡើងរួចហើយដែរកាលពីលើកយកផុសតាង digital មកបញ្ចូលចែកជូនជាចំណេះដឹងនោះគឺ Dropbox នេះមានន័យថាគឺជាសេវាកម្មផ្ទុកទិន្នន័យរបស់ cloud និងសេវាកម្មចែករំលែកឯកសារដែលអនុញ្ញាតឲ្យយើងរក្សាទុករូបថតឯកសារវីដេអូអនឡាញហើយចូលប្រើពួកវាពីឧបករណ៍ណាមួយទៀតក៏បានដែរនឹងយើងហៅថា Dropbox និងពាក្យសម្ងាត់ពួកគេអាចចូលប្រើឯកសាររូបថតនិងវីដេអូរបស់យើងបានគ្រប់ពេលចឹងតាមលក្ខណៈតាមទិដ្ឋភាពខាងលើនេះណាដែលខ្ញុំបានរៀបរាប់ខាងលើនេះ iCloud Google Drive Dropbox និងពាក្យសម្ងាត់របស់យើងហ្នឹងអញ្ចឹងជនល្មើសហ្នឹងអាចចូលទៅប្រើប្រាស់ឯកសាររូបថតនិងវីដេអូរបស់យើងបានគ្រប់ពេលវេលាចំណុចដែលអាចកើតឡើងបានផងដែរវាអាចទៅរួចផងដែរចំពោះជនដែលតាមខ្លំមើលទូរស័ព្ទ smartphone ឬ computer របស់យើងតាមរយៈ spyware បាទ spyware នេះមានន័យយ៉ាងដូចម្ដេច spyware នេះគឺចង់សំដៅទៅលើគឺជាប្រភេទកម្មវិធីព្យាបាទកម្មវិធីរកគួនមួយដែលប្រមូលព័ត៌មានឯកជនដោយសម្ងាត់ពី computer ឬពីទូរស័ព្ទដៃរបស់យើងដោយគ្មានការអនុញ្ញាតពីយើងអញ្ចឹងនេះអា spyware ហ្នឹងណាបាទអត់បានទេអា spyware ចល័តហ្នឹងដូចជា stalkerware ហ្នឹងជាអីទៀត stalkerware នេះចង់សំដៅទៅលើកម្មវិធី software ខ្លំមើលដោយសម្ងាត់ដែលបានដំឡើងនៅលើឧបករណ៍មួយដោយគ្មានការយល់ព្រមពីអ្នកប្រើប្រាស់ដើម្បីតាមដានសកម្មភាពឯកជនដូចជាទីតាំងនិងការទំនាក់ទំនងរបស់អ្នកប្រើប្រាស់ជាដើមបាទអញ្ចឹងវាspyware ហ្នឹងគឺចង់ stalkerware ហ្នឹងគឺមានន័យយ៉ាងដូចនេះបើសិនជាជននោះកំពុងត្រួតពិនិត្យមើលឧបករណ៍របស់យើងតាមកម្មវិធីទាំងនេះវាអាចផ្ដល់ព័ត៌មានរបស់យើងទៅតួអង្គអាក្រក់បានទៅមនុស្សអាក្រក់ផ្សេងទៀតបានហើយចំណុចមួយទៀតចូលពិនិត្យមើលណាគេប្រាប់ឲ្យយើងចំណុចចុងក្រោយនេះក៏ឲ្យយើងចូលពិនិត្យមើលថាតើមានអាសយដ្ឋាន IP មិនធម្មតាចូលពិនិត្យមើលអាសយដ្ឋាន IP មិនធម្មតាមួយកំពុងចូលប្រើគណនីរបស់យើងដែរឬទេអញ្ចឹងគេឲ្យយើងពិនិត្យមើលទៅលើអាសយដ្ឋាន IP នេះក៏ខ្ញុំបានជម្រាបជូននៅក្នុងកាលដែលលើកយកប្រភេទផុសតាង digital មកបញ្យល់ដែរបាទប៉ុន្តែឥឡូវជម្រាបជូនម្ដងទៀតនៅពួកយើងតែមានអ្នកខ្លះអត់បានចូលមើលហើយយើងអ្នកខ្លះក៏វាមិនបានចាប់អារម្មណ៍អីឲ្យបានមកចត់អញ្ចឹង IP នេះចង់និយាយសំដៅទៅលើអាសយដ្ឋាន IP នេះចង់និយាយសំដៅទៅលើលេខតូលឬលេខតែមួយគត់ដែលត្រូវបានគេផ្ដល់ឲ្យទៅឧបករណ៍ណាមួយណាលេខសម្គាល់
ឬលេខតូលសម្គាល់ណាមួយដែលត្រូវបានគេផ្ដល់ឲ្យទៅឧបករណ៍មួយដូចជា computer ទូរស័ព្ទឬក៏ machine print ដូច្នេះវាអាចភ្ជាប់និងនិយាយទៅកាន់ឧបករណ៍ផ្សេងៗទៀតបាននៅលើបណ្ដាញឬក៏នៅលើអ៊ីនធឺណិតបាទនេះគឺអាស័យដ្ឋាន IP បាទដូច្នេះមកដល់ទីនេះដោយសារយើងមានពេលវេលាកំណត់ខ្ញុំសូម slash ប៉ុណ្ណេះសិនចាំសប្តាហ៍ក្រោយយើងនឹងលើកចំណុចបន្តសំខាន់យកមកចែកជូនជាចំណេះដឹងបន្តទៅទៀតបាទ